បាទទស្សនីបងប្អូននេះអានេះយើងលើងដាំទៅđấyកន្លែងនេះតបាយឥឡូវយើងយកតបាយទៅចុះនៅត្រង់នោះហើយយើងនឹងពួនដីរៀបចំដាំត្រៀនកន្លែងហ្នឹងវិញដោយសារនៅចន្លោះនោះមានត្រៀនតែកន្លែងនេះអត់ទាន់មានទេនៅរៀងឆ្ងាយដែរអញ្ចឹងយើងអាចដាំបានពីដើមទៀតហើយកូនក៏ទិញមកហើយដែរបងប្អូនកូនទិញដើមមិនទួយទេបងប្អូនដើមនេះទួយនេះ10000នេះដើម10000បងប្អូនចង់ដាំអីអាចសាកដាំទៅបងប្អូនអើយ10000វាមិនខាតប៉ុន្មានទេបានកាហ្វេគេមួយកែវផងហ្នឹងហើយដាំដើមនេះដែរនេះដើមអីគេនេះចប៉ាដកត្រៀនហើយនេះមួយទៀតចពូឃ្លាំងហើយពេលនេះរៀងថ្លៃជាងតែនេះមួយដើម10000នេះហើយដើមវាអត់អន់ទេប៉ុន្មាននេះបងនេះវាដឹងជន់មករៀងឆ្ងាយអញ្ចឹងវារៀងអន់ស្លឹកតិចអីពេលយើងដាំទៅយើងស្រោចមិនស្រោចអីទៅវាលូតលាស់ល្អឡើងវិញណាហើយយើងរៀបចំដីឡើយនេះមានអីបាក់ទេដាំបែបសាមញ្ញហ្នឹងបងបានក៏វាមិនខាតប៉ុន្មានដែរមិនដល់10000សងហើយយើងរៀបចំដីដាំបែបនេះបងប្អូននេះដូចនេះមកខ្ញុំដាំវគ្គមុននេះចាប់ដើមឈូសស្លឹកហើយវាចាប់ដើមលាស់ត្រួយថ្មីដល់នាំបងប្អូនមើលអាម្ដងទៀតឡើយមុនបានមើលត្រៀនយើងមើលដូងសិនបងប្អូននេះខ្ញុំមើលដូងបងប្អូនមើលម្ដងនេះខ្ញុំដាំមុនគេដាំនេះមួយខែ10ថ្ងៃតាមមើលបងឃើញត្រួយគេលាស់ស្អាតអត់ហ្នឹងដាំធម្មតាដីអញ្ចឹងអានេះមានលើកខ្ពស់ហងដាំនេះដាំតាគ្នាឥឡូវវាលាស់ត្រួយដូចគ្នាហើយខ្ញុំនាំមើលម្ដងទៀតម្ដងនេះយើងដាំក្រោយទេតែបងប្អូនឈូសស្លឹកអស់ហើយតែឈូសស្លឹកនេះមានន័យថាវាងាប់ទេណាបងប្អូនអត់ទេបងប្អូនមើលត្រួយវានៅល្អទាំងអស់ចាប់ដើមចេញហើយដល់ពេលចេញមានកម្លាំងលូតលាស់លឿនខ្ញុំចាក់ហុយមិចបន្ថែមទៀតយកតតេហ្នឹងនេះបងប្អូននេះពីដើមទៀតពីដើមនេះខ្ញុំលើងនេះចេញដែរនេះខ្ញុំកាយដីចឹងធ្វើធម្មតាទៅបានហើយយើងដាំអត់បានជោគជ័យក៏វាមិនខាតអីដែរប៉ុណ្ណឹងវិញនេះម្ដងទៀតនេះអត់ទាន់បានកប់ទេ